តោះថ្ងៃនេះយើងទៅលេងអាហារកាហ្វេមួយនៅជាក្រុងចិត្តនេះទេចាំមើលមិនដឹងមានអីគួរចាប់អារម្មណ៍ខ្លះហើយមួយនេះឈ្មោះថា The Farm Cafe Okay here we go ឥឡូវយើងនឹងចេញដំណើរពីបឹងកក់ហើយយើងនឹងចេញទៅតាមខាងស្ពានជួរយវ៉ារសៀលនេះខ្ញុំទៅជួយមើលក្រុមការងារដែលពួកគាត់កំពុងថត content ម្យ៉ាងដោយសារនៅក្នុង office you យើងឆ្លៀតដូរបរិយាកាសចេញមកខាងក្រៅខ្លះបែប relax chill តែបើសរុបទៅគឺមកធ្វើការដដែលទេគ្រាន់តែបដូរទីកន្លែងទីតាំងហាមនេះស្ថិតនៅចម្ងាយប្រហែល15គីឡូម៉ែត្រពីក្រុងអញ្ចឹងយើងជិះប្រហែលជា20ទៅ30នាទីអីដល់ហើយយើងកំពុងជិះតាមផ្លូវជាតិលេខ6ហើយទីតាំងនេះស្រួលរកទេគឺយើងជិះរហូតមកដល់ stop បាត់ទៅផ្លូវលីយ៉ុងផាត់ហើយយើងជិះចូលត្រង់មកប្រហែលជា500ម៉ែត្រហាងនៅជាប់ខាងស្ដាំដៃឥឡូវយើងបានមកដល់ហើយដើរចូលទៅកាហ្វេក្រុមការងារនៅក្នុងឡើយទេចូលដល់ភ្លាមយើងឃើញមានបរិយាកាសទេសភាពការរៀបចំស្អាតជាពិសេសសម្រាប់អ្នកចូលចិត្តថតរូបថតវីដេអូអីហ្នឹងហើយក៏មានកន្លែងអង្គុយលំហែជុំគ្នាញ៉ាំអាហារញ៉ាំកាហ្វេឬភេសជ្ជៈផ្សេងៗដែលបងប្អូនចូលចិត្តហើយតាមដែលហាងគាត់មានលក់នេះគឺក្រុមការងារដែលពួកគាត់កំពុងថត content ថ្ងៃនេះឥឡូវសូមទៅជួបពួកគាត់បន្តិចសិន4ទាំងក្នុងថត4លើមែនឆៃដែនគាត់គឺជា leader ជំនាញម្នាក់គាត់មានបទពិសោធន៍ច្រើនទៅប្រទេសធំៗល្បីៗដូចជាអាមេរិកអឺរ៉ុបឌូបៃនិងអូស្ត្រាលីជាដើមអូហើយនេះលីហួរថតលិនដែលល្បីកំពុងតែជិតផ្ទុះឥឡូវទៅញ៉ាំគាត់ទៅទៅកាមកទេបាទហេតុតែអ្នកស្រឡាញ់វីដេអូឃើញកាមេរ៉ាថ្មីភ្លាមតេស្តមកជុំឆាច់បាទដូចបងប្អូនឃើញអញ្ចឹងគឺមុខគាត់ស៊ីកាមេរ៉ាជាងខ្ញុំឆ្ងាយងាកមកមើលបរិយាកាសនៅទីតាំងវិញខ្ញុំឃើញគេមានរៀបចំជាទូកមានអូហើយនៅម្ខាងទៀតហ្នឹងគឺដូចជាកោះមួយអញ្ចឹងដែលមានខ្ចុះរៀបចំជាជួរផងដែរតោះឥឡូវយើងដើរទៅមើលកោះហ្នឹងយើងដើរមកដល់នេះគឺមានស្ពានមួយឈ្មោះថាស្ពានកោះស្នេហ៍បាទស្ពាននេះយើងដើរតែប្រហែលជាហ៊ាននេះឆ្លងផុតហើយបាទនេះគឺជាស្ពានដែលយើងដើរឆ្លងវិញហ្នឹង